លទ្ធផលសិក្សាសម្រាប់ឈ្មោះទី1សាលាបធំ5គុកឪពុកម្ដាយដែលជាមាតាបតាអាណាព្យាបាលកុមារពិតជាមានសេចក្តីសមរីករាយសប្បាយចិត្តក្រៃខ្ពស់ពេលបានទទួលដំណឹងថាកូនទទួលបាននៅលទ្ធផលល្អប្រពៃក្នុងការសិក្សាលទ្ធផលនេះគឺជាការវាស់ស្ទង់អំពីសមត្ថភាពកុមារដើម្បីបង្ហាញអំពីគុណភាពសិក្សានៅក្នុងបន្ទប់ថ្នាក់របស់ខ្លួនលទ្ធផលទាំងអស់នោះសុទ្ធសឹងតែជាលទ្ធផលដែលទទួលបានអំពីការសិក្សាផ្ទាល់នៅក្នុងគ្រូបន្ទប់ថ្នាក់ដែលជាការយកចិត្តទុកដាក់ដោយពុំមានប្រកាន់ពូជសាសន៍ពណ៌សម្បុរអ្នកមានឬអ្នកក៏នឹងនិននៃការនយោបាយដែលស្របទៅតាមច្បាប់រដ្ឋផងដែរវាពុំមែនជាការងាយស្រួលសម្រាប់គ្រូបន្ទប់ថ្នាក់នោះឡើយប្រសិនជាក្នុងបន្ទប់ថ្នាក់ដែលមានកំណើនសិស្សលើសពីចំនួន25នាក់ឡើងទៅនោះការគ្រប់គ្រងលំនឹងថ្នាក់រៀនវាពិតជាមានការលំបាកសម្រាប់គ្រូបន្ទប់ថ្នាក់ទោះជាយ៉ាងនេះក្តីក៏គ្រូបន្ទប់ថ្នាក់នីមួយបានខិតខំព្យាយាមអប់រំនិងគ្រប់គ្រងនៅក្នុងបន្ទប់ថ្នាក់ឲ្យមានស្ថិរភាពស្របទៅតាមកាលៈទេសៈជាក់ស្ដែងនិងទៅតាមកំណើនសិស្សក្នុងតំបន់នីមួយលោកគ្រូអ្នកគ្រូគឺជាក្តីសង្ឃឹមតែមួយគត់របស់កូនក្រៅពីឪពុកម្ដាយបង្កើតរបស់ពួកគេទោះជាយ៉ាងនេះក្តីក្នុងនាមជាឪពុកម្ដាយឬចាស់ម៉ែចាស់ឪពុកមាម្ដាយមីងដែលជាអ្នកនៅក្នុងបន្ទប់គ្រួសារជាក់ស្ដែងនៅឯគេហដ្ឋានផ្ទាល់ក៏ត្រូវតែតាមដាននិងអង្កេតកុមារទាំងនោះដោយប្រុងប្រយ័ត្ននិងជំរុញឲ្យពួកគេរៀនបន្ថែមនៅផ្ទះដើម្បីពង្រឹងចំណេះដឹងរបស់គាត់ឲ្យកាន់តែប្រសើរការធ្វើបែបនេះកុមារទាំងអស់នោះវានឹងក្លាយទៅជាទម្លាប់ល្អហើយក៏សូមអរគុណយ៉ាងជ្រាលរើជូនចំពោះគ្រូបន្ទប់ថ្នាក់ដែលបានខិតខំព្យាយាមបង្ហាត់បង្ហាញកូនទាំងអស់នៅក្នុងបន្ទប់ថ្នាក់ដែលទទួលបាននៅលទ្ធផលសិក្សាល្អគ្រប់គ្នានិងសូមគោរពជូនពរលោកគ្រូបន្ទប់ថ្នាក់ជួបតែសំណាងល្អសុខភាពបរិបូរណ៍ជាដរាបទៅហោងសូមអរគុណ